ច្រើនពលលោកគ្រូថ្ងៃនេះអាត្មាមកធ្វើកិច្ចការមួយទាក់ទងនឹង ATP server នៅលើ AWS ជាដំបូងអាត្មាចូល security group ឥឡូវអាត្មាបានបង្កើតវារួចហើយឈ្មោះ ATP server ហើយបន្តមកទៀតចូលកន្លែង instance អាត្មាបង្កើតនៅ line instance មួយទៀតឈ្មោះដាក់ SP server បន្ទូយក 20G តបមកយកបង្កើតជាបន្តមកទៀតចូលបង្កើត key pair មួយឈ្មោះថា STP server ឥឡូវយើងបង្កើតបានហើយចូលមើលឥឡូវអាត្មាចូលមកsecurity group ដើម្បីធ្វើការ edit group edit អU00 បន្តមកទៀតយើងត្រូវការចូលទៅ remote លើ SH ចូលមកកាន់ Git Bash cd cd dash ទៅមកយើងចូល copy ចូលឥឡូវយើងចូលបានហើយធ្វើការ clear មួយបន្តមកទៀតយើងចូល check my user mi check មើលទៅលើ
ដែលយើងឈរនៅលើ file folder មួយណា home Ubuntu តមកទៀតយើងធ្វើការ update វា sudo apt យើង upgrade វាម្ដងទៀតបន្ទាប់ពីយើង upgrade ហើយឥឡូវយើងចូល download នៅ package មួយឈ្មោះ sudo apt install vs ដាក់ហើយបន្ទាប់ពីយើង download ហើយយើងចូលទៅ check មើលចាស់អី create with នេះគឺជា file ដែលយើងបាន download បន្ទាប់មកយើងធ្វើការ backup វាទុកមួយ cp vs នេះគឺជា file ដែលយើងបាន backup បន្ទាប់មកយើងចូលកែ file nano
dương châu một cái file mình muốn đi chỉ write enable dương châu ba viết dương rô đỏ lành CX road thì dương ta sẽ vào tháng tôi một tiết dương châu hết vào tháng tiết mình bằng mớn bằng mớn lời dân mình sẽ hơi dương châu sơ viết lời dân chạy chạy trình vía tôi một tiết dương thử cao restart với mũi xử lý sys start tôi một tiết châu chạy status lời với tôi một tiết dương châu file sẽ lá
យើងចូលបង្កើតថ្មីមួយ SU protocol hot thì lại cho một vô file stop user view Ubuntu yang tukar connect bây giờ dương tukar connect bàn chụp chơi hay tổ một tiết cả file FTP client dươngបង្កើត full បន្ទាប់មកយើងបង្កើត file មួយទាញវាដាក់ file សាលាមកទៀតយើងចូល Git bash យើងចូលមើល file ដែលយើងបានបង្កើតហ្នឹងនេះជា file ដែលយើងបានបង្កើតហ្នឹងទៅមកទៀតយើងចូលទៅ folder អត់ដែរទៅមកយើងអត់ដែរមើលនេះជា file ដែលយើងបានបង្កើតលឿននេះទៅមកទៀតយើងបង្កើត file ណានោះមួយទៅsudoទៅមកយើង locate មើលនេះជាអ្វីដែលយើងបានសេវនៅក្នុង Nano